ជំរាបសួរបងប្អូនទាំងអស់គ្នាតថ្ងៃនេះមកប្រាប់បងប្អូនពីវិធីនៅក្នុងការ remove background នៅខាងក្រោយខ្នងយើងណាដែលយើងថតទៅជាប់មានមនុស្សមានអីច្រើនអញ្ចឹងណាបងប្អូនអញ្ចឹង remove វាចេញឲ្យអស់ស្អាតមកជារូបយើងតែប៉ុណ្្នេះអញ្ចឹងណាហ្នឹងហើយអញ្ចឹងសម្រាប់បងប្អូនដែលគាត់មានផលរំខានពេលទៅដើរលេងឬក៏ចូលរួមកម្មវិធីអីមាន background ជាប់គេច្រើនអីអញ្ចឹងណាហើយចង់លុបចេញណាបងប្អូនតើមករៀនពីវិធីលុបទាំងអស់គ្នាតើបងប្អូនអាចចូលមកក្នុងកម្មវិធីមួយដែលមានឈ្មោះថា PokeCat ហ្នឹងហើយអូខេវាយពាក្យ POKE នេះបងប្អូនឃើញទេ PokeCat នេះបងប្អូនចាអាហ្នឹងបងប្អូនអាចធ្វើការ download មកបានណាតាមរយៈ Play Store ឬក៏ App Store ចឹងទៅអញ្ចឹងបន្តមកទៀតបងប្អូនធ្វើការចូលទៅកាន់ app ហ្នឹងទៅអូខេបន្ទាប់ពីចូលទៅកាន់ app ហ្នឹងហើយបងប្អូននេះពេលចូលវានឹងមានទម្រង់ចេញជាបែបនេះអញ្ចឹងណាបងប្អូនចាអូខេបន្ទាប់មកបងប្អូនធ្វើការ scroll ចុះមកខាងក្រោមតិចមកដើម្បីទៅស្វែងរកពាក្យថា remover អូខេនេះបងប្អូន remover នេះណានេះឃើញទេចាហ្នឹងហើយចុចទៅលើពាក្យ remover ហ្នឹងទៅអូខេបន្តមកទៀតបងប្អូនធ្វើការ add hook ចូលកន្លែងនេះគេឲ្យយើង add hook ចូលហ្នឹងហើយអញ្ចឹងបងប្អូនធ្វើការ add hook មួយមកហ្នឹងហើយអញ្ចឹងខ្ញុំធ្វើការ add hook នេះចូលដោយសារវាមាន background នៅខាងក្រោយញ៉ៃច្រើនណាអូខេបន្ទាប់ពីបងប្អូន add hook ហើយនៅខាងក្រោមនេះគេមានឲ្យយើងមើលទៀតថាតើយើងចង់ remove អីគេចេញខ្លះណាបងប្អូនចាអញ្ចឹងមានច្រើនណាបាននៅក្នុងនេះមានច្រើនចង់ remove hook មនុស្សណាចេញចង់ទុក hook អីចេញចង់លុបវត្ថុអីចេញអញ្ចឹងណាអញ្ចឹងសម្រាប់ខ្ញុំ remove ទៅខាងក្រោយតែខ្ញុំចង់ទុករូប2នាក់ជាមួយនឹងមិត្តភ័ក្តិរបស់ខ្ញុំនេះចាអូខេអញ្ចឹងខ្ញុំចុចដកសញ្ញា tick ពីគាត់ចេញកន្លែងរូបគាត់ណាក្រោយពីហ្នឹងខ្ញុំធ្វើការ tick ទាំងអស់ដដែលបន្ទាប់មកបងប្អូនទៅចុចពាក្យថា AI remover នេះមកហើយបងប្អូនរងចាំបន្តិចទេឲ្យវាធ្វើការ generate សិនអញ្ចឹងណាបងប្អូនចាអូខេពេលដែលវា generate គ្រប់ 100% អស់ហើយវានឹងលុបជាមួយនឹង background ខាងក្រោយចេញឲ្យយើង auto ហ្មងចំពោះ background យើងបាន select មិញហ្នឹងណាបងប្អូននិយាយទៅគឺមុខងារនេះងាយស្រួលអញ្ចឹងណាចុចតាមបន្តិចគឺចេញទាំងអស់ហ្មងនេះបងប្អូនឃើញទេធ្វើការ remove background ចេញអស់អាលេងហ្មងអញ្ចឹងធ្វើឲ្យយើងទទួលបានរូបថតដែលបែបនេះណាបងប្អូនចាអូខេបងប្អូនហ្នឹងហើយអញ្ចឹងសម្រាប់បងប្អូនដែលគាត់មើលវីដេអូនេះហើយគាត់អាចសាកល្បងនៅក្នុងការធ្វើបានណាបងប្អូនហើយចាំជួយ subscribe channel ខ្ញុំម្នាក់មួយផងណាខ្ញុំនឹងធ្វើការចែករំលែកពីមុខងារផ្សេងៗទាក់ទងនឹង technology ជូនបងប្អូនបន្តទៀតនឹងអញ្ចឹងណាអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូហ្នឹងហើយអញ្ចឹងពេលហើយកន្លែងនេះបងប្អូនធ្វើការចុចសញ្ញាព្រួយឲ្យ share វាផងណាដើម្បីទុករូបនោះសម្រាប់ប្រើប្រាស់បងប្អូនចានេះហើយកន្លែងនេះចុចពាក្យថា save to gallery ទៅតែប៉ុណ្្នឹងឯងបន្ទាប់មករូបថតនោះនឹងធ្វើការ save auto ចូលទៅកាន់កន្លែង gallery របស់យើងហើយបងប្អូនចាអរគុណសម្រាប់ការមើលវីដេអូជម្រាបលាបងប្អូនទាំងអស់គ្នា